ប៉ុណ្ណឹងណាប្រាប់ថា3ថ្ងៃទៀតចាំជួបគ្នាមានណាសុកសុកហោះមកសើប្រៃដល់ផ្ទះនីវណៃហ្មងនីវណៃទៅឆាតប្រាប់មិត្តភ័ក្តិថាចាំ3ថ្ងៃទៀតជួបគ្នាតលេងនៅកួងโจអីចឹងណាព្រោះអីផ្ទះនីវណៃគឺនៅខេត្តឌីឈុននីវណៃទៅឆាតទៅពេលថ្ងៃណាមានណាពេលល្ងាចគេទេមករកនីវណៃថាគេបានកក់សមុទ្រហើយល្ងាចហ្នឹងជួបគ្នាគេមកលេងផ្ទះនីវណៃនៅខេត្តឌីឈុនណោះគ្នាមើលថា3ថ្ងៃចាំជួបគ្នានៅកួងโจទៅអត់ទេគឺគាត់មករកនីវណៃផ្ទាល់នីវណៃថាអួយត្រៀមខ្លួនមិនចង់តន់ដោយសារតែមិត្តភ័ក្តិនីវណៃនៅពេលដែលមកលេងម្ដងគឺនីវណៃត្រូវមើលថែរ៉ាប់រងគ្រប់យ៉ាងណាគ្នាទឹកក្តៅនៅក្នុងហ្នឹងឃើញនេះសុខភាពល្អមើលខ្ញុំសារសិននេះគេឲ្យភ្លុកមួយកែវគេជប់ឲ្យយកអាហ្នឹងមកត្រាំជើងឯពីមុនអាចឌុះយកមកត្រាំជើងបានសុខភាពល្អអញ្ចឹងទឹកក្តៅល្អតែគេថាទឹកក្នុងហ្នឹងអាចស្ងោរពងមាន់ឆ្អិនណាគ្រាន់តែយកមិញមិត្តភ័ក្តិញូណៃមកដល់ភ្លាមគឺនាំតែញ៉ាំបាយហើយថ្ងៃនេះព្រឹកឡើងគឺយើងមានផែនការនាំគាត់មកមើលកន្លែងកំសាន្តអ្នកគ្នានៅខេត្តឌីឈុននេះកន្លែងដែលល្បីជាងគេគឺមកត្រាំជើងដើម្បីសុខភាពល្អអ្នកគ្នានៅលើភ្នំគេហៅថាមីងយេសានភាសាចិនណាខ្ញុំមិនដឹងថាភាសាខ្មែរគេហៅអីដែរភាគច្រើនបរទេសចូលចិត្តមកកន្លែងហ្នឹងនិយាយទៅគឺមកត្រាំជើងមកម៉ាសាអីចឹងណាដោយសារតែទឹកក្តៅហ្នឹងគឺទឹកសុខភាពណាអ្នកគ្នានិយាយទៅខេត្តឌីឈុនវិនທາງកន្លែងដែលខ្ញុំត្រាំជើងហ្នឹងគឺគេមានឈ្មោះថាគេដឹងអត់អ្នកគ្នាទីក្រុងអាយុវែងដោយសារតែការត្រាំជើងហ្នឹងគឺជាទឹករ៉ែអ្នកគ្នាទឹករ៉ែហ្នឹងគឺជួយជំនួយឈាមជំនួយឲ្យស្បែកយើងស្អាតជំនួយឲ្យសុខភាពល្អអ្នកដែលមានបញ្ហាជំងឺឈឺញីនឹងឈឺចឹងមកកន្លែងហ្នឹងគឺត្រាំជើងឲ្យល្អមែនតើហ្មងខ្ញុំទៅមើលប្រវត្តិគឺគេថាទឹកហ្នឹងអ្នកគ្នាមានតាំងពីសម័យបុរាណហើយវាមានសារធាតុល្អជាច្រើនប៉ុន្តែគឺពិតជាមានមែនអ្នកគ្នានិយាយទៅគឺទឹកហ្នឹងក្តៅខ្លាំងមែនតើហ្មងវាតាមធម្មជាតិអត់មានយកទៅដាំណាគឺវាក្តៅអញ្ចឹងមែនណាអ្នកគ្នាអាចមកត្រាំជើងបាននិយាយទៅសារសំសម្រាប់អ្នកដែលបកាយ stress ស្មុគស្មាញដេកមិនសូវលក់ឈឺឆ្អឹងឆ្អែងអីចឹងណាអ្នកគ្នាឬក៏ជើងយើងមានជំងឺមានរោគអីចឹងគឺមកត្រាំហ្នឹងគឺពិតជាអ្នកគ្នា fresh មែនតើក្រោយយើងនាំមិត្តភ័ក្តិញូណៃទៅត្រាំជើងកន្លែងមិញហើយគឺនាំគាត់មកកន្លែងភ្នំនេះមួយទៀតអ្នកគ្នាគឺយើងមកញ៉ាំអីឃើញទេមកញ៉ាំបាយលើភ្នំមើលញូណៃឲ្យតែឃើញថតវីដេអូគឺអើយអ្នកគ្នាលេងជាមួយខ្ញុំរហូតអ្នកគ្នាមើលមន់នឹងពងចឹកញ៉ាំអីណាមកសតូនេះគេយកមកថ្លឹងហើយគេចង់កាប់មន់នឹងហើយអ្នកគ្នាយូស៊ីតែហ្មងខ្ញុំអង្គុយឡើងឆ្ងាយញូណៃស្រែកហៅខ្ញុំថាជូលីមកថតដោយសារតែគេចិត្តកាប់មន់នឹងញ៉ាំអើយខ្ញុំគ្រាន់តែឃើញអាណិតតែអ្នកគ្នាមិនហ៊ានថតទេតាមក៏ប៉ិតញូណៃហាន់ចែចាំមើលតិចទៀតចូលមន់ឯងលើហើយមិនដឹងមិនដែរអ្នកគ្នានៅពេលដែលនៅក្រោមភ្នំអាកាសធាតុលើក្តារខ្នល់អីហ្នឹងគឺឡងក្តៅតែដល់ពេលឡើងមកភ្នំនេះឡើងត្រជាក់អាកាសធាតុឡងស្រស់ស្រាយមានទឹកមានអីចឹងអ្នកគ្នាឃើញទេហើយមានចោះអាប់ទៀតគឺត្រជាក់ស្រួលខ្លួនហ្មងនេះមុននឹងយើងចាំគេធ្វើម្ហូបគឺយើងមកមើលទឹកជ្រោះអ្នកគ្នាឃើញនៅឡង fresh ឲ្យមកថតរូបអីតិចតួចចឹងល្មមហូបមកដល់ហើយនេះមន់មួយមិញគឺគេយកមកធ្វើស៊ុបមន់មួយជាមួយនឹងឆាមន់មួយអ្នកគ្នាតំណងមែនទេខ្ញុំចង់ប្រាប់ថាស្ដាយក្រោយអ្នកគ្នាញ៉ាំបាយអស់5ចាន Oh my god ឲ្យតែមានស៊ុបមន់ហ្នឹងគឺខ្ញុំចូលចិត្តណាស់ហើយដូចមន់ខ្មែរចឹងអាហ្នឹងគេហៅថាមន់ស្រែរបស់ចិនណាអ្នកគ្នាគូជាតិឲ្យផ្អែមមែនទេហើយនេះអាផ្លែនេះអីគេអ្នកឲ្យលង្កអូបហើយមើលនេះឃើញឆ្កែបាននេះខ្ញុំមកអត់តែទិញអូខេយើងញ៉ាំស្អែកហើយគឺយើងមកវត្តលើភ្នំមិនច្រឡំវត្តលើភ្នំមកវត្តម្ដងអ្នកគ្នានេះមើលទេសភាពលើភ្នំអានេះគឺកន្លែងហាងកាហ្វេចាំតិចទៀតខ្ញុំចុះមកអង្គុយកន្លែងហ្នឹងឥឡូវសុំឡើងទៅវត្តទៅអុជធូបសិនអ្នកគ្នាមើលដូចក្នុងរឿងចិនអត់ឡងស្អាតហ្មងនិយាយទៅខ្ញុំធ្លាប់មកវត្តហ្នឹងម្ដងហើយអ្នកគ្នាតែលើកនេះគឺនាំមិត្តភ័ក្តិញូណៃមកអញ្ចឹងណាអ្នកគ្នាឃើញទេមានព្រះម៉ែគុណសាអ៊ីមនេះអ្នកគ្នាស្អាតមែនទែនហ្មងនៅក្នុងវត្តនិយាយទៅវត្តនៅចិនគឺខុសប្លែកពីវត្តនៅខ្មែរយើងណាភាគច្រើនជនជាតិចិនគឺគេគោរពព្រះម៉ែគុណសាអ៊ីមខ្លាំងណាអ្នកគ្នាហើយនឹងព្រះយូឡាសំខាន់គឺមានណាចាទៀតនិយាយទៅណាចាក្នុងរឿងដែលយើងមើលហ្នឹងក៏គេគោរពដែរអ្នកគ្នាជនជាតិចិនគឺគេបូជាអីចឹងណានេះគឺព្រះយូឡាហ្នឹងគឺព្រះពុទ្ធណាអ្នកគ្នាពីមុនខ្ញុំមកចាពះរហូតតែខ្ញុំតែដឹងទេតាំងក៏ពិតទៅព្រះពុទ្ធនិងព្រះយូឡាគឺតែមួយទេណាដំបងថាគ្រាន់តែអុជធូបឲ្យទៅវិញទេមានណាល្មមអ្នកគ្នាលោកគាត់កំពុងតែសូត្រមន្តចឹងក៏អង្គុយនៅនឹងចង់1ម៉ោងអ្នកគ្នាដើម្បីសូត្រមន្តឲ្យមានអារម្មណ៍ថាអូយស្ងប់មែនទេអ្នកគ្នាញូណៃគ្រាន់តែឃើញខ្ញុំស្ងប់ក្នុងរាប់ម៉ោងញូណៃចង់ទឹកភ្នែកស្រក់អ្នកគ្នាមើលញូណៃឋានដៃជួបណាគេអញ្ចឹងអូយខ្ញុំលង្កៀងក្រោយអង្គុយសមាធិស្ងប់ចិត្តហើយគឺខ្ញុំចោះមកអុជធូបកន្លែងនេះម្ដងអ្នកគ្នាដោយសារតែខ្ញុំទិញខ្សែករូបគាត់ចឹងណាអ្នកគ្នាខ្ញុំទិញខ្សែកឡើងមួយថ្ងៃឯងបានថ្ងៃនេះទៅមានឱកាសបានឡើងមកលើភ្នំគឺចាពេលហើយនឹងអុជធូបអញ្ជើញគាត់មកនៅអ្នកគ្នានិយាយទៅជនជាតិចិនណាគឺហុងស៊ុយគេអ្នកគ្នាមនុស្សស្រីត្រូវតែពាក់បន្តងប្រុសហើយមនុស្សប្រុស
ត្រូវតែពាក់បន្តោងស្រីមានន័យថាមនុស្សប្រុសអាចពាក់ជាមួយនឹងព្រះម៉ែគុណសីមបានដោយសារតែព្រះម៉ែគុណសីមគឺជាមនុស្សស្រីណាអស់គ្នាប៉ុន្តែគឺមនុស្សស្រីត្រូវតែពាក់បន្តោងរបស់មនុស្សប្រុសព្រោះអីព្រះដែលខ្ញុំទៅជពាំងមិញហ្នឹងគឺគាត់ជាបរិសអញ្ចឹងណាអស់គ្នាអុយធូករួចរាល់ហើយគឺយើងចុះមកកន្លែងហាងកាហ្វេគេនេះណាអស់គ្នាតំណងមែនទែនទាំង fresh អាកាសធាតុក៏ល្អដែរអង្គុយនិយាយលេងអង្គុយសម្រាកបាត់ហត់បន្តិចហើយគឺយើងជិះឡានទៅតណាអស់គ្នាដឹងទៅណាអត់ទៅញ៉ាំទៀតហើយណាអស់គ្នាគឺថាញ៉ាំរហូតតែម្ដងនេះហើយសំខាន់មើលចាបនេះដល់ឲ្យឡើងខ្ជូតខ្ញុំអត់ដឹងថាគេហៅចាបអីណាអស់គ្នាមើលដូចជាចេះនិយាយទៀតប៉ុន្តែខ្ញុំមិនឮវានិយាយអីហងណាអស់គ្នាមើលលពឹសមែនទេកុំភ្លេចជួយចុច like comment ឬក៏ចុច share ផងអ្នកនរគ្នាឲ្យកម្លាំងចិត្តខ្ញុំធ្វើវីដេអូ